ខ្លាខិនមួយក្បាលនេះពិតជាគួរឲ្យអាណិតណាស់នៅក្នុងរូបភាពគេអាចមើលឃើញយ៉ាងច្បាស់នៅមុខរបួសចំជារង្វង់នៅលើខ្នងរបស់វាដែលមានជម្រៅជិតប៉ុន្មានសង់ទីម៉ែត្រហើយថែមទាំងអាចមើលឃើញឆ្អឹងព្រាវទៀតផងសូម្បីតែពស់របស់វាក៏មានរោគសញ្ញាដូចគ្នាដែរនេះដាច់ខាតមិនមែនបណ្ដាលមកពីការខំរបស់សត្វសាហាវដូចជាតោឬឆ្កែព្រៃឡើយព្រោះការវាយប្រហាររបស់សត្វសាហាវតែងតែជារបួសរហែកបែកឈាមប៉ុន្តែមុខរបួសមួយនេះមានគែមរលូននិងជម្រៅស្មើគ្នាភស្តុតាងទាំងអស់សុទ្ធតែចង្អុលបង្ហាញថាជាខ្សែលួសអន្ទាក់ដែលដាក់ដោយព្រានព្រៃខុសច្បាប់ខ្លាខិនមិនដែលនឹកស្មានសោះថាវាបានធ្លាក់ចូលទៅក្នុងអន្ទាក់ប្រមាញ់ដែលរៀបចំដោយមនុស្សនៅពេលដែលរាងកាយរបស់វាដើរចូលទៅក្នុងខ្សែលួសស្ដាងនោះការរឹតសម្លាប់ដ៏ប្រមាថក៏បានចាប់ផ្ដើមឡើងភ្លាមខ្លាខិនដែលភិតភ័យបានរដាស់ខ្លួនយ៉ាងខ្លាំងនិងប្រឹងរមួលខ្លួនដើម្បីព្យាយាមរំដោះខ្លួនចេញពីខ្នោះអរូបីនេះប៉ុន្តែខ្សែលួសកាន់តែរឹតតឹងទៅដូចជាកាំបិតរដែលកាត់សាច់ផ្លែសាច់និងឆ្អឹងរបស់វាកាន់តែខ្លាំងឡើងជាងរាល់ថ្ងៃរាល់ពេលដែលវារត់និងរាល់ពេលដែលវាដកដង្ហើមវាតែងតែស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងពីមុខរបួសនេះវាបានអូសមុខរបួសចម្រៅដល់ឆ្អឹងនេះរស់នៅទាំងវេទនានៅលើវាលស្មៅរហូតដល់ពេលដែលកាមេរ៉ាថតបាននៅខណៈពេលដ៏អស់សង្ឃឹមនេះក្នុងស្ថានភាពធម្មជាតិជីវិតរបស់ខ្លាខិនមួយក្បាលនេះបានឈានចូលដល់ការរាប់ថយក្រោយជាផ្លូវការហើយមិនប៉ុន្មានថ្ងៃទៀតទេវានឹងស្លាប់ដោយសារការឆ្លងរោគនៅមុខរបួសសំណាងល្អវាត្រូវបានក្រុមថែរក្សាសត្វរកឃើញទាន់ពេលវេលាមានតែជំនួយពីមនុស្សទេទើបអាចឲ្យវាមានសង្ឃឹមរស់រានមានជីវិតទោះជាយ៉ាងណាក៏ដោយសត្វព្រៃមិនមានទំនុកចិត្តលើមនុស្សឡើយក្នុងស្ថានភាពដឹងខ្លួនវានឹងមិនព្រមសហការក្នុងការព្យាបាលដាច់ខាតដូច្នេះពួកគេមានតែបាញ់ថ្នាំសន្លប់លើខ្លាខិនហើយសែងវាត្រឡប់ទៅមជ្ឈមណ្ឌលសង្គ្រោះដើម្បីចាប់ផ្ដើមព្យាបាលរបួសបន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់គេបានរកឃើញថាខ្សែលួសដ៏សាហាវនោះបានរុំជុំវិញពោះរបស់វាមួយជុំបាត់ទៅហើយភាគច្រើននៃខ្សែលួសបានកប់យ៉ាងជ្រៅទៅក្នុងស្រទាប់សាច់ដុំនិងជាប់ស្អិតជាមួយសាច់យ៉ាងណែនប្រសិនបើមានការប្រហែសតែបន្តិចវានឹងបង្កឲ្យមានការរហែកជាលើកទី2ដែលធ្វើឲ្យរបួសដ៏ធ្ងន់ធ្ងរស្រាប់កាន់តែធ្ងន់ធ្ងរឡើងសំណាងល្អក្រុមសង្គ្រោះមានជំនាញខ្ពស់ពួកគេបានបំបែកកោសិកាដែលស្អិតជាប់ជាមុនសិនបន្ទាប់មកកាត់ខ្សែលួសដ៏ប្រមាថនោះចេញដោយប្រុងប្រយ័ត្នបន្ទាប់ពីលាងសម្អាតនិងសម្លាប់មេរោគខាងក្នុងយ៉ាងស្អាតហើយពួកគេបានដេររបួសឡើងវិញដោយប្រុងប្រយ័ត្នបន្ទាប់ពីការវះកាត់ត្រូវបានបញ្ចប់បរិសុទ្ធប៉ុន្មានអ្នកបានសហការគ្នាលើខ្លាខិនចេញពីទៅវះកាត់ដោយប្រុងប្រយ័ត្នហើយដាក់វាយ៉ាងទន់ភ្លន់នៅលើពូកនៅពេលនេះទោះបីជាវានៅតែគេងលក់ដោយសារថ្នាំសន្លប់ក៏ដោយប៉ុន្តែទឹកមុខជឿចាប់នៅលើផ្ទៃមុខរបស់វាបានធូរស្រាលយ៉ាងច្បាស់ការដកដង្ហើមក៏ចាប់ផ្ដើមស្មើល្អឡើងវិញស្ដេចវាលស្មៅដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងអន្ទាក់មួយក្បាលនេះទីបំផុតបានទទួលឱកាសរស់រានមានជីវិតជាថ្មីនៅក្នុងទឹកចិត្តសប្បុរសរបស់មនុស្សមិនយូរប៉ុន្មានបន្ទាប់មកខ្លាខិនក៏បានភ្ញាក់ដឹងខ្លួនឡើងការជឿចាប់យ៉ាងខ្លាំងនៅលើរាងកាយត្រូវបានធូរស្រាលជាយូរណាស់មកហើយខ្នោះសម្រាប់ជីវិតដែលរុំជុំវិញរាងកាយរបស់វាក៏បានបាត់ខ្លួនទាំងស្រុងទៅថ្ងៃមុខវាគ្រាន់តែត្រូវការសម្រាករងាប់អារម្មណ៍និងព្យាបាលមុខរបួសលើរាងកាយបន្តិចម្ដងកាលពីមុនវាធ្លាប់គេចផុតពីការប្រយុទ្ធគ្នារបស់សត្វសាហាវប៉ុន្តែមិនអាចគេចផុតពីអន្ទាក់ដែលរៀបចំដោយមនុស្សឡើយប៉ុន្តែលើកនេះការសង្គ្រោះរបស់មនុស្សបានជួយសង្គ្រោះវាដែលជិតស្លាប់នោះឲ្យរស់ឡើងវិញសូមឲ្យព្រៃព្រឹក្សាគ្មានអន្ទាក់ប្រមាញ់ខុសច្បាប់ទៀតឡើយសូមឲ្យសត្វលោកទាំងពួងអាចរស់នៅដោយសុខសាន្តនិងរត់រៀបចំដោយសេរីបើបងប្អូនចូលចិត្តនៅវីដេអូនេះសូមមកភ្លេចជូតចុច like comment share និង subscribe ផង